នៅផ្ទះមានដើមកន្ទួតហើយផ្លែច្រើនតែអត់ដឹងថាយកកន្ទួតធ្វើអីតោះមកឆឹងកន្ទួតជាមួយនាងខ្ញុំដើម្បីរក្សាទុកញ៉ាំបានយូរចាជំរាបសួរថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើកន្ទួតឆឹងឬក៏យើងហៅថាតាណាប់កន្ទួតណាតោះទៅមើលគ្រឿងផ្សំទាំងអស់គ្នាថាមានអីខ្លះចាតួឯកយើងគឺកន្ទួតតែកន្ទួតនេះគឺជួយឲ្យបងប្អូននាងខ្ញុំយកចំនួន1គីឡូហើយបងប្អូនលាងទឹកឲ្យស្អាតហើយកុំភ្លេចយកទៅដាក់ក្នុងទូទឹកកករយៈពេល1យប់ណាដើម្បីងាយស្រួលក្នុងការពូតយកជាតិជូរវាចេញចាគ្រឿងផ្សំទី2គឺស្ករត្នោតនាងខ្ញុំយកចំនួនកន្លះគីឡូបើអត់ស្ករត្នោតទេបងប្អូនអាចដាក់ជាមួយនឹងស្ករអំពៅក៏បានដែរចាគ្រឿងផ្សំទី3គឺក្បាលសម្រាប់ក្បាលនេះខ្ញុំយកមកលភីបាយបងប្អូនមានក្បាលសក៏បានក្បាលពណ៌កាឈូកក៏បានដែរចាតោះទៅមើលរបៀបធ្វើទាំងអស់គ្នាចានេះកន្ទួតនេះខ្ញុំបានដាក់នៅក្នុងទូករយៈពេល1យប់ណាគឺវាឡើងកកអញ្ចឹងវារឹងបន្ទាប់មកមុននឹងយើងយកទៅធ្វើហ្នឹងគឺយើងត្រូវយកវាមកដាក់ទឹកត្រាំដើម្បីឲ្យវាលាយជាតិកកជាតិទឹកកកហ្នឹងសិនណាចាហើយកន្ទួតនោះគឺយើងត្រាំទុកម្ល៉េះទៅដើម្បីឲ្យវាលាយទឹកកកឥឡូវនេះយើងងាកមកកូរជាមួយនឹងក្បាលវិញយើងដាក់ទឹកបរិមាណមើលទៅអាចតែថាទឹកហ្នឹងវាលិចជាមួយនឹងកន្ទួតណាយើងកូរវាឲ្យលាយជាមួយនឹងក្បាលហ្នឹងឲ្យអស់ហើយទៅយើងទុកវានៅម្ល៉េះយើងទុកឲ្យទឹកក្បាលហ្នឹងវារងហើយយើងយកជាមួយនឹងទឹកថ្លាហ្នឹងយើងយកមកត្រាំជាមួយកន្ទួតណាចាឥឡូវហ្នឹងមកលាយជាមួយនឹងទឹកអំបិលម្ដងអំបិលនេះខ្ញុំដាក់1ស្លាបព្រាបាយហើយលាយជាមួយនឹងទឹកបរិមាណមើលទៅដែលយើងអាចត្រាំកន្ទួតលិចណាទុកត្រាំនៅពេលដែលយើងពូតកន្ទួតហើយបងប្អូនឥឡូវហ្នឹងកន្ទួតយើងដាក់ត្រាំឲ្យវាលាយជាតិទឹកកកហ្នឹងឥឡូវហ្នឹងគឺនាងខ្ញុំបានយកវាមកពូតសាឲ្យមើលនេះវាងាយស្រួលចឹងណាបងប្អូនពេលដែលយើងពូតទៅចេញទឹកជាតិជូរជាតិចត់ហ្នឹងចេញពីកន្ទួតហ្មងនិយាយទៅវាអត់ពិបាកយើងសកត់ខ្លាំងទេយើងពូតទៅល្មមក៏វាចេញជាតិជូរវាមកអស់ដែរដាក់នៅក្នុងទូកកគឺវាងាយស្រួលបែបហ្នឹងដើម្បីយើងយកមកពូតគឺវាចេញជាតិជូរនឹងបានល្អបើសិនអត់ចង់អស់ជាតិជូរទេបងប្អូនពូតវាទុកជាតិជូរនៅខ្លះដើម្បីយើងឆឹងទៅវាមានជាតិជូរអែមឆ្ងាញ់ទោះដែលពូតហើយបងប្អូនដាក់ទៅត្រាំជាមួយនៅក្នុងទឹកអំបិលដែលយើងបានកូរមិញហ្នឹងចានេះទឹកអំបិលដែលយើងបានកូរមិញហ្នឹងគឺយើងពូតហើយគឺយើងដាក់ចូលក្នុងទឹកអំបិលហ្នឹងទៅពូតតអស់កន្ទួតហើយយើងត្រាំចោលទុករយៈពេល15នាទីទៅបន្ទាប់ពីត្រាំបាន15នាទីហើយទៅបងប្អូនពូតវាមកពូតយកទឹកអំបិលហ្នឹងចេញចាហើយបន្ទាប់ពីពូតឲ្យអស់ហើយបងប្អូនយកទៅលាងសិនលាងជាមួយនឹងទឹកស្អាតយើងហ្នឹងពូតម្សាទៀតនិយាយទៅត្រូវការពូតរហូតណាធ្វើតំណាប់ហ្នឹងបងប្អូនចានេះខ្ញុំពូតហើយនេះលាងឲ្យពូតហើយឥឡូវហ្នឹងយកមកត្រាំជាមួយនឹងទឹកក្បាលបងប្អូនមើលនេះទឹកក្បាលគឺយកផ្នែករងអញ្ចឹងណារងឲ្យថ្លាអញ្ចឹងហើយយើងដាក់ត្រាំជាមួយទឹកក្បាលចោល15នាទីទៀតបើអត់ពេលទេត្រឹម5នាទីទៅ10នាទីទៅបងប្អូនគ្រាន់តែថាបើសិនជាយើងត្រាំវាយូរទៅសាច់កន្ទួតយើងវាស្វិតល្អចានេះកន្ទួតនេះខ្ញុំបានយកទៅលាងទឹកហើយនិយាយទៅលាង4-5ទឹកមកដើម្បីឲ្យវាជ្រះជាតិក្បាលហើយនឹងពូតវាអក្សោះបន្តិចមកណាចាឥឡូវដល់វគ្គឆឹងហើយដាក់ជាមួយនឹងស្ករនេះខ្ញុំប្រើចំនួនកន្លះគីឡូបងប្អូនបើអត់ស្ករត្នោតទេបងប្អូនមានស្ករសឬក៏ស្ករអំពៅក៏បានដែរចំនួនកន្លះគីឡូដូចគ្នាតែបើបងប្អូនចង់ឲ្យវាផ្អែមខ្លាំងអាចដាក់លើសនឹងក៏បានដែរធ្វើការកូរស្ករហ្នឹងឲ្យវារាងលាយតិចមកចាហើយបន្ទាប់មកយើងដាក់ជាមួយនឹងទឹកយើងថែមទឹកខ្លះដើម្បីឲ្យស្ករហ្នឹងវារាងរាវងាយស្រួលនៅពេលដែលយើងចាក់កន្ទួតឆឹងហ្នឹងគឺទឹកស្ករហ្នឹងវាជ្រាបចូលក្នុងកន្ទួតបានល្អអញ្ចឹងណាបងប្អូនកូរវាឲ្យវារាងឡើងក្រហមតិចទៅរហូតដល់វាពុះចាំបងប្អូនធ្វើការចាក់កន្ទួតចាស្ករយើងរៀងពុះហើយអញ្ចឹងបងប្អូនចាក់ជាមួយកន្ទួតយើងចូលមកកន្ទួតគឺបងប្អូនធ្វើការកូរចុះឡើងឲ្យវាសព្វជាមួយនឹងស្ករជាមួយកន្ទួតឲ្យមើលទៅវាចូលជាតិសព្វហើយបងប្អូនទុកវារៀងពុះទៅចាហើយថែមជាមួយនឹងអំបិលបន្តិចផងដើម្បីឲ្យរសជាតិស្ករយើងផ្អែមរឹតតែមុតអញ្ចឹងណាចាហើយយើងកូរឲ្យកន្ទួតហ្នឹងត្រឡប់ចុះឡើងឲ្យវាចូលសព្វជាមួយស្ករព្រោះកន្ទួតខ្លះវានៅអត់ទាន់ចូលជាតិមួយស្ករទេអញ្ចឹងត្រឡប់ចុះឡើងដើម្បីឲ្យចូលជាតិជាមួយនឹងស្ករដើម្បីឲ្យកន្ទួតយើងមើលទៅវាឡើងពណ៌ក្រហមស្មើគ្នាបន្ទាប់ពីយើងងាស់វាយូរដែរហើយឥឡូវនេះកន្ទួតយើងវាចាប់ផ្ដើមចេញពណ៌បដាហើយបញ្ជាក់បន្តិចបើសិនជាករណីបងប្អូនដាក់ងាស់វាយូរទៅទឹកកន្ទួតហ្នឹងវារីងហើយកន្ទួតយើងអត់ទាន់ឡើងពណ៌ទេបងប្អូនអាចថែមទឹកសបន្តិចទៅដើម្បីឲ្យងាស់កន្ទួតហ្នឹងឲ្យវាឡើងពណ៌ទៀតណាចាឥឡូវហ្នឹងគឺកន្ទួតយើងវារៀងរីងទឹកស្ករហើយអញ្ចឹងពណ៌កន្ទួតយើងក៏វាឡើងរៀងក្រហមដែរអញ្ចឹងធ្វើការងាស់រហូតដល់ទឹកស្ករហ្នឹងវាឡើងខាប់ចូលជាមួយនឹងកន្ទួតអស់ហ្មងឲ្យវាស្ងួតដាច់ទឹកគឺកន្ទួតយើងទុកបានយូរចាឥឡូវហ្នឹងគឺកន្ទួតយើងបានឆ្អិនហើយបងប្អូនមើលទៅវាខ្សោះទឹកល្អកន្ទួតដែលវាឆ្អិនហើយវាខ្សោះទឹកល្អគឺវាស្ងួតបែបហ្នឹងបងប្អូនអាចយកជ្រក់កែវហើយដាក់ចូលទៅក្នុងទូទឹកកកបានយើងអាចរក្សាទុកញ៉ាំបានយូរដាក់ក្នុងទូទឹកកកចាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជម្រាបលាបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like និង share ផងណាអរគុណ